ចាសួស្តីថ្ងៃនេះមានអារម្មណ៍ថាដូចទឹងលើពីដេកនៅខាងមុខផ្ទះថ្លង់ពេកចឹងមកថតនៅផ្ទះបាយឃើញមានបញ្ហាច្រើនទាក់ទងទៅនឹងព័ត៌មានដែលនិយាយអំពីប្រទេសកូរ៉េចាជាការពិតគឺពេលដែលយើងស្ដាប់ឮយើងមានអារម្មណ៍ថាអូឈឺចាប់ឬមួយក៏មានការឬអើងពីសំណាក់ជនជាតិកូរ៉េដូចជាតកែអីចឹងប៉ុន្តែខ្ញុំសូមទឹកចិត្តបងប្អូនខ្មែរទាំងអស់ទោះបីចង់និយាយថាទោះបីជាគេធ្វើទង្វើអញ្ចឹងដាក់យើងក៏ដោយប៉ុន្តែយើងត្រូវតែមានការគិតត្រេះរិះពិចារណាថ្លឹងថ្លែងថាជាតិសាសនាក៏ដូចជាសាសនាដែរមានល្អមានអាក្រក់អញ្ចឹងមិនថាខ្មែរយើងក៏មានអ្នកល្អខ្មែរយើងក៏មានអ្នកអាក្រក់ដូចគ្នាអញ្ចឹងកូរ៉េក៏ដូចគ្នាចិនក៏ដូចគ្នាសុទ្ធតែមានមនុស្សល្អនិងមនុស្សអាក្រក់អញ្ចឹងយើងត្រូវធ្វើការបែងចែកដោយប្រាជ្ញាខឹងចុះតែកុំធ្វើបាបមានន័យថាកុំប្រព្រឹត្តការអាក្រក់ទៅគេវិញអញ្ចឹងណាខ្ញុំជឿថាដោយសារយើងមករយៈនេះយើងញោមញីពីការរើសអើងការមើលងាយពីជាតិសាសន៍ដទៃប៉ុន្តែយើងក៏ទទួលនៅការស្រឡាញ់ការរាប់អានពីបរទេសជាច្រើនដែរអញ្ចឹងខ្ញុំឃើញមាន Facebook ឬមួយក៏អីខ្ញុំឃើញតាម TikTok គាត់ផុសថាគ្រប់ផលិតផលឬក៏គ្រប់ហាងរបស់គាត់កន្លែងរកស៊ីរបស់គាត់នឹងលែងទទួលជនជាតិកូរ៉េអូពួកយើងក៏មានគំនិតដល់ថ្នាក់ហ្នឹងណាខ្ញុំចង់និយាយចឹងណាយើងគិតយើងវិភាគដោយប្រាជ្ញាកូរ៉េច្រើនណាស់ដែលគេមកជួយជនជាតិខ្មែរយើងកូរ៉េខ្លះគាត់មកបង្កើតជាសាលាកូរ៉េខ្លះគាត់មកបង្កើតជាដមនិស្សិតដើម្បីជួយដល់ណាគេផលប្រយោជន៍ខ្មែរយើងតើអញ្ចឹងយើងត្រូវគិតថាបុគ្គលណាដែលនិយាយមិនល្អយើងលើកយើងថ្កោលទោសចំពោះបុគ្គលនោះទៅតែកុំវាយអួរទាំងអស់ដូចគេវាយអួរប្រទេសយើងមានអារម្មណ៍ឈឺចាប់មែនទេអញ្ចឹងយើងកុំឲ្យអារម្មណ៍ឈឺចាប់ដែលយើងទទួលបានពីការរើសអើងពីជាតិសាសន៍ដទៃធ្វើទង្វើហ្នឹងទៅលើប្រទេសដទៃទៀតឬក៏ជនជាតិដទៃទៀតយើងត្រូវមានប្រាជ្ញាចង់និយាយអញ្ចឹងណាយើងត្រូវថ្លឹងថ្លែងដោយការមានប្រាជ្ញាយើងត្រូវខឹងប៉ុន្តែយើងមិនប្រព្រឹត្តបាបយើងមិនធ្វើការអាក្រក់តបស្នងទៅវិញខឹងក៏ខឹងចោលមានអ្នកណាមួយទប់កំហឹងទប់ភាពឈឺចាប់បានទេប៉ុន្តែយើងត្រូវមានប្រាជ្ញាយើងត្រូវចេះគ្រប់គ្រងហើយមួយវិញទៀតយើងគិតវិភាគឲ្យស៊ីជម្រៅតើប្រទេសកូរ៉េគេជួយដល់សេដ្ឋកិច្ចគេជួយដល់ជីវភាពប្រជាជនខ្មែរយើងកម្រិតណាបើតាមរយៈការជ្រើសរើសពលករឲ្យទៅធ្វើការនៅស្រុកគេមួយឆ្នាំរាប់ពាន់រាប់ម៉ឺននាក់ចុះទម្រាំនិស្សិតដែលទទួលអាហារូបករណ៍ទៅរៀននៅស្រុកគេអញ្ចឹងយើងខឹងយើងអន់ចិត្តចំពោះបុគ្គលតែកុំវាយអួរទាំងអស់ទី1ទី2ទៀតយើងត្រូវមានប្រាជ្ញាថ្លឹងថ្លែងការល្អការអាក្រក់ទី3ទៀតកុំបង្កើតវប្បធម៌ឬអើងជាតិសាសន៍ចង់និយាយចឹងណាពីព្រោះប្រទេសខ្មែរយើងជាប្រទេសដែលទទួលបានក្រេឌីតល្អតាក់ទងទៅនឹងប្រជាជនរស់រាយរាក់ទាក់មិនឆ្មើងឆ្មៃមិនប្រកាន់ពូជសាសន៍គោរពស្រឡាញ់ដល់ជាតិសាសន៍ដទៃមិនថាជាតិសាសន៍ណាសូម្បីតែសត្រូវខ្លួនឯងមែនទេអញ្ចឹងសូមឲ្យវប្បធម៌ហ្នឹងឲ្យវាមានជាប់ជានិរន្តរ៍កុំបង្កើតកំហឹងចងគំនុំរហូតដល់យើងប្រកាន់នៅពូជសាសន៍អញ្ចឹងអត់ល្អទេអញ្ចឹងខ្ញុំមានតែការសនំពរប៉ុណ្ណឹងបើសិនជាអ្នកណាម្នាក់ដែលគេថ្កោលទោសយើងខឹងយើងថាចង្អុលបង្ហាញឲ្យចំមុខអ្នកហ្នឹងហ្មងទៅយើងកុំសរុបទាំងអស់ពួកខ្ញុំនៅតែជឿថានៅតែមានអ្នកល្អអ្នកស្រឡាញ់ឃើញជនជាតិកូរ៉េដែលជា influencer ជាច្រើននៅស្រុកខ្មែរគាត់បានចេញមកអះអាងដើម្បីការពារមុខមាត់ប្រទេសជាតិយើងអញ្ចឹងយើងខឹងកុំដល់ថ្នាក់ប្រកាន់ជ្រុលណាចង់និយាយចឹងណាយើងចេះបន្ទាបខ្លួនណាដូចពាក្យចាស់ប៉ាបានបង្រៀនខ្ញុំថាអោនដាក់គ្រាប់អញ្ចឹងយើងត្រូវតែអោនស្រូវតែងើយគឺស្ករអីបើអោននឹងបង្កើតផលផ្លែអោនមិនមានន័យថាអោនរហូតដល់គេជន់យើងបានទេយើងត្រូវតែប្រឆាំងតវ៉ាទាមទារនៅភាពស្អាតស្អំប៉ុន្តែយើងមិនប្រកាន់ពូជសាសន៍យើងមិនរើសអើងអញ្ចឹងឲ្យវប្បធម៌ដ៏ផូរផង់នៃជនជាតិខ្មែរយើងដែលជាជាតិសាសន៍មានចរិតរស់រាយរាក់ទាក់
មានបេះដូងស្អាតបេះដូងធំកុំឲ្យបាត់បង់เนาะចាខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនទាំងអស់គ្នាបាយបាយ